ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំក៏មានម្ហូបមួយមុខផងដែរគឺឆាដើមខាត់ណាជាមួយនឹងសាច់គោចាមុនដំបូងខ្ញុំមកធ្វើការបកសំបកដើមខាត់ណាចេញសិនអាគល់វាហ្នឹងគឺសំបកវាក្រាស់ៗអញ្ចឹងបងប្អូនបកសំបកវាសិនទៅហើយចំណែកធាងវាហ្នឹងគឺខ្ញុំអត់បកទេគឺខ្ញុំកាត់វាប្របែងនេះចាហើយគល់ណាគឺខ្ញុំបកសំបកហើយខ្ញុំធ្វើការកាត់វាជាចំណិតប៉ុននេះចាឥឡូវបន្លែខ្ញុំហាន់វារួចរាល់ហើយអញ្ចឹងខ្ញុំយកបន្លែមកលាងទឹកឲ្យបានស្អាតសិនចាចំពោះបន្លែបងប្អូនខ្ញុំលាងតែ3ទឹកទេដោយសារតែខ្ញុំត្រូវយកវាទៅស្រុះហើយខ្ញុំស្រុះហើយខ្ញុំត្រូវលាងទឹកទៀតអញ្ចឹងខ្ញុំលាងតែ3ទឹកបានហើយចាបន្ទាប់មកគឺខ្ញុំលាងស្លឹកខ្ទឹមម្ដងចាចំពោះស្លឹកខ្ទឹមខ្ញុំលាងហើយគឺខ្ញុំទុកវាមួយឡែកសិនព្រោះអីស្លឹកខ្ទឹមខ្ញុំត្រូវលាងវាហើយខ្ញុំត្រូវយកទៅហាន់ដើម្បីទុកបង់ស្លនៅពេលក្រោយចាឥឡូវខ្ញុំមកលាងសាច់គោម្ដងចាចំពោះសាច់គោខ្ញុំដាក់តែម្ដុំប៉ុណ្ណេះទេដោយសារតែខ្ញុំធ្វើម្ហូបនេះគឺខ្ញុំហូបតែម្នាក់ឯងទេចំពោះបងប្អូនបន្លែសាច់គោអីបងប្អូនអាចដាក់តាមសមាជិកគ្រួសាររបស់បងប្អូនចាឥឡូវខ្ញុំមកធ្វើការស្រុះដើមខាត់ណាម្ដងចាដំបូងខ្ញុំដាំទឹកវាឲ្យពុះសិនបន្ទាប់ពីទឹកពុះហើយគឺខ្ញុំចាក់ដើមខាត់ណាចូលចាបន្ទាប់មកខ្ញុំកូរវាឲ្យឆ្អិនសព្វស្មើគ្នាចំពោះដើមខាត់ណានេះខ្ញុំស្រុះឲ្យវាឆ្អិនតែមួយស្ទាត់ទេនៅពេលដែលខ្ញុំកូរវាឆ្អិនសព្វគ្នាហើយខ្ញុំបិទភ្លើងចាបន្ទាប់មកគឺខ្ញុំយកខាត់ណាដែលខ្ញុំបានស្រុះនេះទៅលាងជាមួយនឹងទឹកត្រជាក់2-3ទឹកសិនបងប្អូនចាបន្ទាប់ពីខ្ញុំលាង2-3ទឹកហើយខ្ញុំត្រាំវាទុកចោលជាមួយនឹងទឹកត្រជាក់ចាការដែលខ្ញុំធ្វើបែបនេះគឺដើម្បីរក្សាខាត់ណាឲ្យមើលទៅនៅខៀវស្រស់ល្អបងប្អូនហើយនៅពេលដែលយើងយកទៅឆាទៅគឺវានៅតែសម្រស់វានៅតែខៀវអញ្ចឹងបងប្អូនអត់ឡោកទេអញ្ចឹងបងប្អូនអាចសាកល្បងធ្វើតាមខ្ញុំបានចាបន្ទាប់ពីខ្ញុំស្រុះដើមខាត់ណាអីរួចអស់ហើយអញ្ចឹងខ្ញុំមកធ្វើការហាន់សាច់គោម្ដងចាចំពោះសាច់គោគឺខ្ញុំហាន់វាជាប្រទះស្ដើងៗល្មមបែបនេះចាឥឡូវខ្ញុំមកហាន់លឹកខ្ទឹមម្ដងចាចំពោះលឹកខ្ទឹមគឺខ្ញុំហាន់វាតូចៗបែបនេះទេទុកដើម្បីបង់ស្លនៅពេលក្រោយចាបន្ទាប់មកគឺខ្ញុំហាន់ខ្ញីជាចំណិតស្ដើងៗហើយខ្ញុំកាត់វាឲ្យតូចៗមកល្មមចាចំពោះខ្ញីបើបងប្អូនមិនចូលចិត្តហូបខ្ញីទេបងប្អូនមិនបាច់ដាក់ទេតែចំពោះខ្ញុំគឺខ្ញុំយក
ក្លិនចាព្រោះពេលដែលខ្ញុំយកទៅបំពងជាមួយខ្ទឹមទៅវាធ្វើឲ្យស្លឆាហ្នឹងកាន់តែមានក្លិនឈ្ងុយថែមមួយកម្រិតទៀតចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំហាន់ខ្ញីតូចៗបែបនេះរួចហើយគឺខ្ញុំធ្វើការដំខ្ទឹមម្ដងបន្ទាប់មកគឺខ្ញុំក៏ច្រាំខ្ទឹមឲ្យវាតូចៗល្មមដើម្បីទុកយកទៅបំពងជាមួយនឹងខ្ញីចាឥឡូវខ្ញុំមកធ្វើការឆាម្ដងចាអញ្ចឹងមុនដំបូងគឺខ្ញុំដាក់ខ្លាញ់ចូលខ្ទះបន្ទាប់មកខ្ញុំដាក់ខ្ញីចូលបន្ទាប់មកទៀតគឺខ្ញុំដាក់ខ្ទឹមចូលចាបន្ទាប់មកគឺខ្ញុំកូរវាឲ្យក្រៀមបន្តិចហើយឲ្យឡើងឈ្ងុយបន្តិចបន្ទាប់មកគឺខ្ញុំចាក់ទឹកត្រីចាបន្ទាប់មកទៀតគឺខ្ញុំកូរឲ្យវាចូលជាតិបន្តិចបន្ទាប់មកគឺខ្ញុំដាក់ទឹកត្រីចូលចានៅពេលដែលខ្ញុំដាក់ទឹកត្រីហើយដាក់ទឹកត្រីចូលគឺដើម្បីរក្សាក្លិនឈ្ងុយបានយូរចាបន្ទាប់ពីខ្ញុំកូរសាច់គោឲ្យវាឆ្អិនតិចហើយខ្ញុំចាប់ផ្ដើមដាក់ស្ករត្នោតចូលតែចំពោះស្ករខ្ញុំដាក់ក្រោយទឹកត្រីគឺដើម្បីរក្សាភាពនៅក្រហមល្អទៅតាមម្ហូបពីលើខ្ញុំទឹកឆាខ្ញុំជួយចិត្តមើលទៅឃើញសម្រាប់ក្រហមមិនគឺចិត្តឃើញសម្រាប់វាក្រទេចាបន្ទាប់មកខ្ញុំកូរវាឲ្យចូលជាតិបន្តិចហើយឲ្យសាច់គោឆ្អិនបន្តិចអញ្ចឹងខ្ញុំដាក់ដើមខាត់ណាចូលដើមខាត់ណាដែលខ្ញុំស្រុះមកហ្នឹងឃើញបងប្អូននៅពេលដែលស្រុះហើយយកវាទៅឆានៅទឹកត្រជាក់វានៅរក្សាភាពខៀវបានល្អណាបងប្អូនហើយយើងឆាអីទៅវាអត់ឡោកវាអត់រាយទេចាបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបហើយប៊ីចេងហើយម្រេចបន្ទាប់មកខ្ញុំដាក់ប្រេងម្ទេសបន្ទាប់មកទៀតចុងក្រោយគឺខ្ញុំដាក់ទឹកប្រេងខ្យងចាដើម្បីឲ្យវាទន់បន្លែបន្ទាប់មកគឺខ្ញុំកូរវាឲ្យចូលជាតិភ្លាមបន្តិចបងប្អូនគិតថាសាឡហ្នឹងវារាងគោកពេកបងប្អូនអាចថែមទឹកចូលបន្តិចបានតែចំពោះខ្ញុំអត់ថែមទឹកចូលទេដោយសារតែខ្ញុំចូលចិត្តឆានៅរាងទឹកតែប៉ុណ្នេះបានហើយតាក់ទងនឹងអំបិលគឺខ្ញុំអត់ថែមដែរដោយសារតែខ្ញុំហូបសាបព្រោះអីគ្រឿងទេសដែលខ្ញុំបានដាក់ហ្នឹងវាមានរសជាតិប្រៃហើយបើមិនខ្ញុំថែមអំបិលទៀតវានឹងប្រៃហើយអញ្ចឹងគ្រឿងទេសដែលខ្ញុំដាក់ហ្នឹងគឺម្ហូបហ្នឹងល្មមសម្រាប់ខ្ញុំហើយតែបើមិនជាបងប្អូនចូលចិត្តសាបប្រៃផ្អែមអីបងប្អូនអាចថែមគ្រឿងត្រូវតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាបន្ទាប់ពីខ្ញុំដាក់បន្លែហើយនឹងគ្រឿងត្រូវចូលរួចអស់ហើយខ្ញុំធ្វើការកូរឲ្យវាចូលជាតិគ្រឿងបន្តិចហើយចំពោះបន្លែដោយសារតែខ្ញុំបានស្រុះវាឆ្អិនម្ដងហើយអញ្ចឹងខ្ញុំអត់ទុកឲ្យវាឆ្អិនយូរទេចាហើយឥឡូវម្ហូបរបស់ខ្ញុំក៏រួចរាល់ហើយដែរគ្រាន់តែខ្ញុំដាក់ស្លឹកខ្ទឹមគឺជាការស្រេចចាបងប្អូនឃើញតំណងណាមិនត្រឹមតែតំណងទេគឺឆ្ងាញ់មែនតើអញ្ចឹងបងប្អូនអាចធ្វើហូបលេងឬក៏ហូបជួបជុំមិត្តភ័ក្តិជួបជុំគ្រួសារបានម្ហូបមួយមុខនេះគឺឆ្ងាញ់មែនតើហ្មងចាបន្ទាប់មកគឺខ្ញុំធ្វើការដួសម្ហូបដាក់ចានចាហើយវីដេអូរបស់នឹងខ្ញុំក៏មានតែប៉ុណ្្នឹងទេជាចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នឹងខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាខ្ញុំធ្វើទៅខុសឆ្គងត្រង់ណាឬមួយក៏ការនិយាយស្ដីរបស់ខ្ញុំមានកំហុសខុសឆ្គងត្រង់ណាលើសលប់ពាក្យសម្ដីអីត្រង់ណាសូមពុកម៉ែបងប្អូនទាំងអស់មេត្តាអធ្យាស្រ័យផងចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ
តើ